ជប៉ុនព្រឹកមិញចង់លេងស៊ីស៊ុយអែតក៏បានដែរប៉ុន្តែគេលេងអត់ស៊ីបងប្អូនដោយសារចេះបងប្អូនបើយើងគិតទៅជប៉ុនបើប៉ះម៉ារ៉ុកពិបាកលេងណាបងប្អូនដោយសារម៉ារ៉ុកចូលចិត្តលេងបាល់លើច្រើនហើយមាឌធំធំខ្ពស់ទៀតហើយជប៉ុនពិបាកលេងជាមួយបងប្អូនតែបើសិនជាប៉ះប្រេស៊ីលអានឹងគេធ្លាប់លេងជាមួយគ្នាគេអាចដឹងជើងគ្នាខ្លះអីខ្លះទៅវាស្រួលជាងតែប្រេស៊ីលមាឌកពូកពបាក់បែរគ្នាអញ្ចឹងជប៉ុនអាចជាជំរើសយកលេខ2ដើម្បីជួបប្រេស៊ីលភាសាជាងជួបម៉ារ៉ុកប៉ះម៉ារ៉ុកជប៉ុនពិបាកលេងជាមួយណាបងប្អូនមាឌខុសគ្នាម៉ារ៉ុកមាឌធំធំហើយគេចូលចិត្តលេងបាល់លើច្រើនម៉ារ៉ុកហើយខ្សែការពារគេក៏មាំដែរជប៉ុនប៉ះក៏ពិបាកដែរបងប្អូនហើយសុខចិត្តលេងមួយប្រេស៊ីលបើប៉ះក្រុមគេលេងសេតភីសដែរប្រេស៊ីលពិបាកបងប្អូនដោយសារជប៉ុនធ្លាប់ស៊ីទៀតអញ្ចឹងគេយកជំរើសប៉ះប្រេស៊ីលបងប្អូនហើយបាត់គីឡូស៊ុយអែតព្រឹកមិញជប៉ុនលេងស៊ីបានប៉ុន្តែជប៉ុនអត់ស៊ីសុខចិត្តស៊ីមួយគ្រាប់លេងប្លែឲ្យគេតាមស្មើដើម្បីយកលេខ2បងប្អូនបើយកលេខ1ប៉ះសុខចិត្តឲ្យសុខចិត្តឲ្យហូឡង់បងសុខចិត្តឲ្យហូឡង់ប៉ះម៉ារ៉ុកគឺល្អដោយសារហូឡង់មានធំដាំងដូចម៉ារ៉ុកដែរនឹងគឺជាជំរើសល្អបំផុតរបស់ជប៉ុនដែលប៉ះប្រេស៊ីលហើយម៉ារ៉ុកជាមួយស៊ុយអែតម៉ារ៉ុកជាមួយហូឡង់នេះគឺគីឡូល្អមើលមែនតើបងប្អូនសាកីឡាករទាំងអីគឺមាឌធំដូចគ្នាហើយបងប្អូនហើយលេងបាល់លើច្រើនដូចគ្នាទៀតគឺល្អមែនតើ